ตุផល Kubota អាចលក់ត្រាក់ទ័ររបស់ខ្លួននៅក្នុងទីផ្សារសហរដ្ឋអាមេរិកបានដោយសារហេតុផលមួយចំនួនមួយការជួញដូរអន្តរជាតិសេរីសហរដ្ឋអាមេរិកមិនមានការហាមឃាត់ការនាំចូលម៉ាស៊ីនកសិកម្មពីប្រទេសជប៉ុនទេជប៉ុននិងសហរដ្ឋអាមេរិកមានទំនាក់ទំនងពាណិជ្ជកម្មល្អដូច្នេះទំនិញឧស្សាហកម្មរួមទាំងត្រាក់ទ័រអាចនាំចូលនិងលក់បានដោយស្របច្បាប់2 Kubota មានរោងចក្រផលិតនៅសហរដ្ឋអាមេរិកផ្ទាល់នេះជាចំណុចសំខាន់បំផុត Kubota មិនគ្រាន់តែនាំចូលត្រាក់ទ័រពីជប៉ុនប៉ុណ្ណោះទេតែមានរោងចក្រផលិតនិងផ្គុំដ៏ធំនៅរដ្ឋ Georgia Kubota Manufacturing of America ដែលដំណើរការតាំងពីចុងទសវត្សរ៍1980មកការនេះជួយកាត់បន្ថយពន្ធនាំចូលតារីសកាត់បន្ថយថ្លៃដឹកជញ្ជូនធ្វើឲ្យផលិតផលខ្លះមានលក្ខណៈគ្រប់លក្ខខណ្ឌ Made in USA North America ដែលចាំបាច់សម្រាប់កម្មវិធីឧបត្ថម្ភកសិកម្មខ្លះ3ការទទួលស្គាល់គុណភាពនិងកេរ្តិ៍ឈ្មោះត្រាក់ទ័រ Kubota មានកេរ្តិ៍ឈ្មោះល្អខាងគុណភាពធន់និងសេវាកម្មក្រោយការលក់ធ្វើឲ្យអតិថិជនអាមេរិកទុកចិត្តជាពិសេសសម្រាប់កសិករខ្នាតតូចនិងម្ចាស់ដីធ្លីទំហំមធ្យម4យុទ្ធសាស្ត្រទីផ្សារក្នុងតំបន់ Kubota មានបណ្ដាញចែកចាយ dealer យ៉ាងទូលំទូលាយនៅទូទាំងសហរដ្ឋអាមេរិកព្រមទាំងសម្របខ្លួនម៉ូដែលផលិតផលឲ្យសមស្របទៅនឹងតម្រូវការទីផ្សារក្នុងស្រុកត្រាក់ទ័រខ្នាតតូចសម្រាប់ Hobby Farm សរុបមកការជាផលិតផលជប៉ុនមិនមែនជាឧបសគ្គចំពោះការលក់នៅសហរដ្ឋអាមេរិកទេព្រោះការជួញដូរអន្តរជាតិអនុញ្ញាតនឹង Kubota បានវិនិយោគក្នុងការផលិតដោយផ្ទាល់នៅសហរដ្ឋអាមេរិកផងដែរដើម្បីបំពេញតម្រូវការទីផ្សារនោះកាន់តែមានប្រសិទ្ធភាព